រដ្ឋប្រហារឆ្នាំ 1975 20 ឆ្នាំគត់បានកន្លងទៅហើយចាប់តាំងពីពេលលោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋឡុងបូរ៉េតបាននិយាយបញ្ជាក់ប្រាប់ខ្ញុំអំពីរដ្ឋប្រហារសម្ងាត់ដកលោកសេនាប្រមុខលន់ នល់ចេញពីអំណាចរដ្ឋប្រហារនេះបានត្រូវមន្ត្រីជាន់ខ្ពស់បំផុតនៃសាធារណរដ្ឋខ្មែររៀបចំឡើងពីពាក់កណ្ដាលមកដល់ពេលដាច់ខែមិនិនា 1975 ក្នុងរយៈពេលជាង 10 ថ្ងៃប៉ុណ្ណោះក្នុងវេលាភ្លើងសង្គ្រាមកំពុងឆាបឆេះយ៉ាងសាហាវវាសនានៃសាធារណរដ្ឋខ្មែរត្រូវបានអ្នកគាំទ្រសម្រាប់ជាថ្មីស្ទើរតែគ្មានមនុស្សម្នាក់ចាប់ពីរដ្ឋប្រហារនេះទេភាគច្រើនគេមិនដឹងថាមានរដ្ឋប្រហារដកលោកសេនាប្រមុខលន់ នល់ចេញផងតែគឺរដ្ឋប្រហារនេះហើយដែលបានបើកផ្លូវឲ្យខ្មែរក្រហមសង់ខុញងាយចូលភ្នំពេញបានដោយជោគជ័យហើយសម្រាប់ប្រជាជនខ្មែរចំនួន 3 លាននាក់ស្លាប់បាត់បង់ជីវិតយ៉ាងព្រៃផ្សៃបំផុតកម្ពុជាទទួលតិចទីគ្រប់ផ្នែកគ្រប់វិស័យរហូតមកដល់ពេលរាល់ថ្ងៃនេះពាក្យរដ្ឋប្រហារតែនៅរំពងជានិច្ចនៅក្នុងខួរក្បាលរបស់ខ្ញុំតែងគិតវែងឆ្ងាយណាស់ពេលណាខ្ញុំឮពាក្យនេះម្ដងនៅពេលដែលរដ្ឋប្រហារ 1975 រៀបដកយកទាំងអំណាចទាំងជីវិតពីលោកចេញលោកសេនាប្រមុខលន់ នល់សុកចិត្តបត់បែនខ្លះដើម្បីផ្សះផ្សាគ្នាធ្វើការចរចាតាមផែនការសន្តិភាពសម្ងាត់នៃការទូតតាមដំណើរចុះឡើងផែនការនេះមានទី 1 ការបន្តសង្គ្រាមផ្ដាច់ទីដោយសាធារណរដ្ឋខ្មែរ 2 ការចរចាជាមួយខ្មែរក្រហម 3 ការយាងសម្ដេចសីហនុមកវិញគម្រោងការបង់វាសលោកសេនាប្រមុខលន់ នល់ចេញទៅក្រៅប្រទេសបានត្រូវគេបន្លំលើលោកជាផែនការដែលបានធ្វើឲ្យលោកជៀសផុតពីថ្នាក់ដល់ជីវិតមួយផ្លែតមុននឹងគ្រោះថ្នាក់នេះត្រូវបានកើតឡើងដោយលោកឥតដឹងខ្លួនបន្តិចសោះដឹកនាំដោយមន្ត្រីដែលលោកទុកចិត្តបំផុតមន្ត្រីទាំងនោះបានរៀបចំផែនការយោធារហូតដល់មានការធ្វើឃាតកម្មជាស្រេចនៅពេលណាដែលលោកសេនាប្រមុខលន់ នល់មិនព្រមដកខ្លួនចេញពីអំណាចចំពោះខ្ញុំការសម្ងាត់និងពិសោធន៍ទាំងឡាយមួយឡែករបស់សាធារណរដ្ឋខ្មែរដែលបានត្រូវទុកដាក់មកលើខ្ញុំបានជំរុញឲ្យខ្ញុំគិតថារបបគ្រប់គ្រងនៅកម្ពុជាត្រូវតែដំណើរការតទៅមុខទៅទៀតបត់បែនទៅតាមនយោបាយភាគច្រើនតែដែលរក្សាគោលបំណងជាតិឲ្យបានខ្ជាប់ខ្ជួនជានិច្ចមកដល់ពេលនេះខ្ញុំពុំអាចជូនទ្រឹស្ដីណាមួយដល់សាធារណជនជាអ្នកសិក្សាឡើយត្បិតអីកម្ពុជាបានចុះទ្រុឌទ្រោមណាស់ទៅហើយបើប្រៀបធៀបទៅនឹងបំណងរបស់ប្រទេសជិតខាងមកលើកម្ពុជាដូច្នេះខ្ញុំតែងគិតដោយខ្លីថាកម្ពុជាត្រូវរស់ជាមុនសិនប្រជាជនកម្ពុជាត្រូវរស់ជាមុនសិនក្រៅពីនេះយើងអាចទុកចិត្តថាប្រជាជនកម្ពុជាដែលបានរស់នៅស្រួលបួលហើយកាលណាប្រជាជនយើងនឹងពិចារណារកខុសត្រូវទៅថ្ងៃមុខលើនយោបាយណាមួយសម្រាប់បម្រើការពារប្រយោជន៍ជាតិតទៅទៀតនៅពេលនេះខ្ញុំនឹកហើយនឹកទៀតថាសាសនានិងឧត្តមគតិពីគ្រប់ទិសបានចូលមករាតត្បាតកម្ពុជាយ៉ាងសាហាវខ្លាំងណាស់សម្ដែងឥទ្ធិពលរបស់ខ្លួនយ៉ាងធ្ងន់លើប្រជាជនកម្ពុជារវាង700ឆ្នាំមកហើយបើយើងស្ដាប់បញ្ញវន្តអ្នកចេះដឹងខ្មែរខ្លះដែលត្រឡប់មកពីបរទេសដើម្បីដឹកនាំខ្មែរនៅកម្ពុជាធ្វើអត្ថាធិប្បាយសរសើរខ្មែរចាប់ពីគុណភាពដើមដូងឆ្លងកាត់តាមដើមត្នោតរហូតដល់គុណភាពដើមចេកធ្លាក់មកដល់ផ្លែចេកទៅវិញហើយប្រៀបធៀបការអធិប្បាយនេះទៅជាមួយនឹងចំណេះវិជ្ជាខ្មែរពិតប្រាកដដែលខ្មែរបានរក្សាទុកមកហើយទើបយើងដឹងថាអត្ថភាពច្របូកច្របល់ពីគ្រប់ទិសមួយកំពុងគ្របដណ្ដប់លើព្រលឹងកម្ពុជាធ្វើឲ្យខ្មែរអ្នកដឹកនាំគ្រប់ស្រទាប់ហឹងត្រចៀកស្រវាំងភ្នែកធីងធងងងឹតមុខរាវរកសេចក្តីពិតណាមួយជូនជាតិលែងឃើញគេច្រើនតែឃើញនៅសល់តែវិញ្ញាណមនុស្សដើមប្រហោងទទេពីកំណើតគឺអំនួតអួតអាងប្រហើនកោងកាចដេញចោលកាប់ចាក់ឬបាក់បបក្លប់ខ្លាចលុតជង្គង់គ្របក្បាលដល់ដីបបោមាត់ញញឹមលែងឈប់លើកដៃប្រណមសំរស់នៅក្នុងទាសភាពសូម្បីតែពាក្យអញដែលខ្មែរធ្លាប់ប្រើប្រាស់នៅក្នុងសម័យមហានគរហើយដែលមាននិយមន័យដូចគ្នានឹងពាក្យអង់គ្លេសអាយអានថាអាយ
ជាបល័យអន្តអហੰញ៉ាំងមនុស្សឲ្យស្គាល់តម្លៃខ្លួនឯងក៏ខ្មែរទូបោះបង់ចោលបន្តិចម្ដងដាក់ខ្លួនទទួលប្រើពាក្យខ្ញុំដែលប្រែថាស្លាវជាអង់គ្លេសឬពាក្យខ្ញុំគេមកជំនួសមកវិញដើម្បីសម្ដែងនៅទីសភាពអចិន្ត្រៃយ៍របស់ខ្លួនចំពោះអ្នកម្ខាងទៀតដែលគេចាត់ទុកជាអ្នកត្រួតត្រាលើជីវិតស្រាប់ទៅហើយដើម្បីរស់ខ្មែរបានដាក់ខ្លួនជាខ្ញុំគេរហូតជាខ្ញុំជើងគេខ្ញុំបាទពេលខ្លះដល់ទៅយកក្បាលទៅកប់នៅក្នុងធូលីល្អិតដែលជ្រុះពីជើងគេដូចជានៅក្នុងពាក្យក្រាបក្បាលក្រោមល្អងធូលីព្រះបាទដែលខ្ញុំសូមប្រែជាអង់គ្លេសថា To bury one's head in the dust of your holy feet ខ្មែរបំរុងជានិច្ចថានឹងលើកអ្នកដតីដែលមានការអាណិតអាសូរដល់ខ្លួនករុណាឲ្យធ្វើជាព្រះដូចជាក្នុងពាក្យខ្ញុំព្រះករុណានិយាយធម្មតាថាកូណាអ្នកដែលនៅសល់ពីស្លាប់ក្នុងសង្គ្រាមមហានគររហូតមកដល់ទល់សពថ្ងៃនេះទាំងរាជទាំងមន្ត្រីទាំងស្ដេចក៏នាំគ្នាសូត្រធម៌ឬធម្មមាសូត្រពាក្យសម្បត្តិម៉ាយកទៅសងទាំងអស់គ្នាដូច្នេះប្រហែលជាគេដឹងជាមុនថាពាក្យសម្បត្តិណាក៏ដូចជាពាក្យសម្បត្តិណាសុទ្ធតែជាពាក្យគ្មានខ្លឹមសារអ្វីឡើយគេធ្វើឡើងសម្រាប់តែបោកប្រាស់ភ្នែកនិងត្រចៀកគ្នាទៅវិញទៅមកយកល្អឲ្យភ្នែកមើលប៉ុណ្ណោះ700ឆ្នាំមកហើយខ្មែរអស់មានការប្រកាសនៅក្នុងខ្លួនក្រោយសន្និសីទបានដងឆ្នាំ1955ទើបសម្ដេចសីហនុបានយកគោលការណ៍បញ្ជាក់សិលាបញ្ចូលក្នុងនយោបាយជាតិដែលព្រះអង្គដឹកនាំដោយខ្លួនព្រះអង្គផ្ទាល់នាទសវត្សរ៍50និង60ក្រោយពីពេលភ្លឺស្វាងមួយផ្លែតអ្នកដឹកនាំខ្មែរឯទៀតទាំងខ្មែរអភិរក្សនិយមទាំងខ្មែរសក្តិភូមិទាំងខ្មែរបដិវត្តន៍ភ្លេចទិសដៅបាត់គោលបំណងជាតិរកបន្ទាត់នយោបាយណាមួយមកប្រតិបត្តិក្រៅពីគោលការណ៍បញ្ជាក់សិលាដដែលនេះពុំបានវិលវល់ជុំវិញតែពីឯករាជ្យអព្យាក្រឹតនិងបូរណភាពទឹកដីដែលជាឧត្តមគតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិពិតមែនតែជាគោលបំណងនយោបាយទូលំទូលាយពេកមិនអាចនឹងឲ្យពលរដ្ឋធម្មតាទូទៅវិភាគឲ្យឃើញច្បាស់ថាតើការរស់នៅរៀងរាល់ថ្ងៃរបស់ខ្លួនមានទំនាក់ទំនងយ៉ាងណាខ្លះជាមួយនឹងគោលដៅទាំងនេះដូច្នេះនៅពេលណាក៏ដូចជានៅពេលណាដើម្បីតាក់តែងគោលបំណងនយោបាយដែលប្រជារាស្ត្រខ្មែរចូលចិត្តស្ដាប់គេនាំគ្នាបញ្ជាប្រជានុរាស្ត្រឲ្យកាប់កោះធ្វើបានត្រឹមតែកសិកម្មរបៀបសម័យដើមដោយគ្មានបញ្ចូលរបៀបវិទ្យាសាស្ត្រសម័យថ្មីសោះចំណែកខ្លួនអ្នកនៅក្នុងចំកោមដឹកនាំដែលមកពីសិក្សានៅអឺរ៉ុបឬអាមេរិកផ្លេចមិនបានជួយបណ្ដុះបណ្ដាលកម្ពុជាឲ្យបានលូតលាស់ដោយប្រទេសជឿនលឿនទាំងនោះគេត្រឡប់ទៅជាធ្វើអាណានិគមលើជាតិឯងទៅវិញភាគច្រើនគេគ្មានដឹងថាកសិកម្មនៅចុងសតវត្សទី20នេះមានកម្រិតត្រឹមណាផងឡើយបើប្រៀបធៀបទៅនឹងផ្នែកសេដ្ឋកិច្ចឯទៀតនៅក្នុងពិភពលោកទាំងមូលគេគ្រាន់តែប្រើមធ្យោបាយដែលមានស្រាប់ទៅហើយនៅកម្ពុជាដើម្បីចងដៃប្រជាជនខ្មែរឲ្យរវល់ជាប់នឹងទីសភាពសម្រាប់បំពេញក្រពះនេះប៉ុណ្ណោះมันអាចមានលទ្ធភាពកាយឬប្រាជ្ញាគិតពីរឿងកំសាន្តរឿងនយោបាយជាតិឬរឿងចម្រើនឯទៀតបានឡើយតាំងពីសតវត្សទី13មកខ្មែរបានចូលមកលុបគំនិតឥតហ៊ានជជែកវែកញែកគំនិតថ្មីណាមួយសំអិតសំអាងបន្តិចម្ដងឡើយចំណែកអ្នកដឹកនាំកម្ពុជារបស់រដ្ឋមកដល់ពេលនេះទៅហើយនៅតែមិនព្រមដាក់កម្រិតអាណត្តិនៃការគ្រប់គ្រងរបស់ខ្លួនសោះឬមិនព្រមគោរពកម្រិតអាណត្តិនេះឡើយទោះបីមានចែងក្នុងច្បាប់ហើយក៏ដោយគេសុកចិត្តធ្វើឲ្យរដ្ឋមានវិបត្តិទៅវិញដូច្នេះដើម្បីផ្លាស់ប្ដូរនយោបាយណាមួយនោះខ្មែរបច្ចុប្បន្នតែងអាងលើវិញ្ញាណកំណើតនឹកមួយរំពេចដល់រដ្ឋប្រហារខ្មែរពូជញាក់ធ្វើចម្បាំងមិនខ្វះអ្នកកាប់ចាក់ទេគេអាចច្បាំងរហូតតតែអស់ដីឬអស់ប្រជាជនរលីងពីដីក៏បានដែររួចហើយគេតែងទម្លាក់កំហុសទៅលើជាតិដទៃមានយួនសៀមបារាំងអាមេរិកកាំងជាដើមខ្ញុំគិតហើយគិតទៀតថ្ងៃក្រោយមកលុះយើងបានទៅដល់ក្រុងហូណូលូរដ្ឋហាវ៉ៃខ្ញុំបានលើកបញ្ហាស្មុគស្មាញទាំងនេះមកពិភាក្សាដដែលអស់ជាច្រើនថ្ងៃជាមួយលោកសេនាប្រមុខលន់នល់ខ្ញុំនឹងឆ្លៀតសរសេរបន្ថែមអំពីរឿងនេះនៅពេលក្រោយព្រលឹមថ្ងៃអាគារទី1មេសា1975ពីថ្ងៃក្រោយខ្ញុំបានចេញទៅលេងពីចនិចជាមួយនឹងលោកនាយករដ្ឋមន្ត្រីឡុងបូរ៉េតនៅតាខ្មៅខ្ញុំត្រូវចេញដំណើរទៅក្រៅប្រទេសតាមបញ្ជារដ្ឋាភិបាលសាធារណរដ្ឋនៅចន្លោះពេលរវល់ខ្លះខ្ញុំបានតែគិតថាខ្ញុំប្រហែលជានឹងត្រូវស្លាប់នៅក្នុងពេលឆាប់នៅទីណាមួយខ្ញុំតែងនឹកដូចយល់សពដល់កន្លែងណាមួយដែលខ្ញុំចង់ធ្វើភ្នូរសម្រាប់កប់ខ្ញុំ
នៅមាត់ស្ទឹងក្រោមម្លប់ឈើធ្វើជាសួនច្បារសម្រាប់មិត្តភ័ក្តិហៅទៅអង្គុយជជែកគ្នាលេងក្រោយពីខ្ញុំស្លាប់ទៅដោយខ្ញុំមិនចង់ឲ្យគេដុតបូជាខ្ញុំឡើយតែបេសកកម្មទៅបរទេសញឹកញាប់មិនអាចឲ្យខ្ញុំស្មានថាខ្ញុំនឹងស្លាប់នៅទីណាឲ្យបានប្រកាសជាមុនដើម្បីរើសដីធ្វើភ្នូកប់សាក់សពខ្ញុំឡើយខ្ញុំឃើញមានកន្លែងដែលខ្ញុំស្រឡាញ់នៅគ្រប់ប្រទេសដែលខ្ញុំបានទៅទស្សនាមានពេលខ្លះសេចក្តីក្លាហានបានចាក់ចេញពីខ្លួនខ្ញុំទុកឲ្យខ្ញុំនឹកតាំងទឹកភ្នែកម្ដងថាខ្ញុំទើបតែមានអាយុជាង30ឆ្នាំប៉ុណ្ណោះមិនដេចក៏ខ្ញុំត្រូវស្លាប់ឆាប់ម្ល៉េះការងារដែលខ្ញុំចង់ធ្វើក៏នៅមានច្រើនអោព្រះអើយសូមព្រះអង្គកុំអាលទាន់ឲ្យខ្ញុំស្លាប់អីព្រឹកទី1មេសានោះខ្ញុំក្រោកឡើងតាំងពីម៉ោង5នៅគេហដ្ឋានរបស់ខ្ញុំលេខ25ផ្លូវអ៊ីវកាក្រោយក្រសួងឃោសនាការខួរក្បាលស្មុគស្មាញដោយអារម្មណ៍ថ្មីក្រៅពីស្លាប់តែដែលចោទឡើងលើបញ្ហាបេសកកម្មថ្មីរបស់ខ្ញុំដើម្បីជាតិរស់ដើម្បីសន្តិភាពតែចំនួនមួយយប់ប៉ុណ្ណោះខ្ញុំបានរៀបចំសរសេរផែនការសម្រាប់ដឹកនាំបេសកកម្មនេះរួចស្រេចអស់ហើយសម្រាប់លោកប្រធានាធិបតីនិងលោកនាយករដ្ឋមន្ត្រីផ្ទៀងលំអិតតទៅទៀតលុះខ្ញុំចុះមកដល់បន្ទប់ទទួលភ្ញៀវធំខាងក្រោមទើបខ្ញុំដឹងថាសហការីរបស់ខ្ញុំបាននាំគ្នាចូលដង្ហែគ្នាមកលាខ្ញុំដោយទឹកមុខស្រងត់ស្រងាត់សូវនិយាយស្ដីគ្រប់គ្នាម្ដាយខ្ញុំនិងប្អូនស្រីខ្ញុំអាញ៉ុចកំពុងអង្គុយយំនៅបន្ទប់បាយប្អូនប្រុសខ្ញុំអាភីនិងមាខ្ញុំខ្នះខ្នែងជួយរៀបចំរថយន្តដែលត្រូវយកទៅឡើងយន្តហោះសិល្បករខុតខុននិងអ្នកជំនាញការនាងយ៉ុងនៃរោងពុម្ពដែលជួដំដិនដែលជាមិត្តជិតស្និទ្ធបាននិយាយអះអាងថាគាត់ដឹងអស់ហើយលោកសេនាប្រមុខលន់ណុលលោកសេនាប្រមុខច្បាស់ជានឹងមិនត្រឡប់មកវិញទេខ្ញុំឆ្ងល់ណាស់ថាហេតុដូចម្ដេចបានជាម្ដាយខ្ញុំនិងប្អូនខ្ញុំនាំគ្នាយំខ្ញុំជឿច្បាស់ថាខ្ញុំនឹងចេញទៅបរទេសមិនដល់ពេល1ខែផងទេពេលមុនខ្ញុំធ្លាប់ចេញទៅបាត់យូរជាងពេល1ខែទៅទៀតពេលនោះខ្ញុំពុំដែលឃើញមានអ្នកយំឬអ្នកស្រែកអ្វីឡើយខ្ញុំឥតបានដឹងថាការចេញដំណើរត្រូវបានគេផ្សាយពីល្ងាចរួចមកហើយតាមបញ្ជាលោកថោងលឹបហួងជារដ្ឋលេខាឃោសនាការរបស់ខ្ញុំដែលកាន់ការជំនួសខ្ញុំរៀបចំហឹបតូច2ហឹប1ដាក់ខោអាវហឹប1ទៀតដាក់សៀវភៅនិងរូបថតយើងត្រូវជួបគ្នានៅវិមានចំការម៉ោនមុនម៉ោង8ជាដាច់ខាតព្រឹកនេះមុននឹងខ្ញុំមកដល់វិមានចំការម៉ោនអស់លោកអ្នកតស៊ូព្រមទាំងខ្មែរក្រហមបានចាប់ផ្លោងស្រោចរ៉ុកែតខ្លះមកលើក្រុងភ្នំពេញដោយបារម្ភលើសន្តិសុខកងការពារបានផ្លាស់ខ្ញុំពីរថយន្តមួយទៅរថយន្តមួយទៀត2ដងទៅហើយតាមផ្លូវមុនទៅដល់វិមានចំការម៉ោនរថយន្តខ្ញុំចុះចតនៅមុខខុទ្ទកាល័យលោកសេនាប្រមុខលន់ណុលរ៉ុកែត2គ្រាប់បានធ្លាក់ផ្ទុះនៅក្បែរដើមស្វាយមួយធ្វើឲ្យហុយដីបាក់មែកស្វាយនិងស្លឹកឈើបក់មកប៉ះលើខ្ញុំជាខ្លាំងខ្ញុំងាកមកលាប្អូនហើយទាញហឹបខ្ញុំចេញយ៉ាងប្រញាប់ព្រមទាំងបញ្ជាឲ្យអ្នកបើកបរយកប្អូនស្រីអាញាចដែលកំពុងយំបោកខ្លួនក្នុងរថយន្តឲ្យត្រឡប់ទៅគេហដ្ឋានខ្ញុំវិញនៅពេលគ្រាប់រ៉ុកែតឯទៀតធ្លាក់មកក្បែរលំនៅលោកលន់ណុលក្នុងតំបន់ចំការម៉ោនបន្តិចក្រោយទ្រង់ស៊ីសវត្តសេរីមតៈក៏យាងមកដល់លោកយាងសម្ដៅត្រង់ទៅជួបលោកសេនាប្រមុខលន់ណុលដោយងាកមើលខ្ញុំឥតព្រិចភ្នែកឡើយលោកឥតមាននិយាយអ្វីមួយម៉ាត់ដោយលោកធ្លាប់ធ្វើនៅពេលមុនជាមួយខ្ញុំសោះទេលោកនាយករដ្ឋមន្ត្រីឡុងបូរ៉េតក៏កំពុងជំនុំជាមួយលោកសេនាប្រមុខលន់ណុលតាំងពីព្រលឹមស្រាងមកហើយម៉ោង8លោកយងកធើឌិនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមកដល់សុំជួបនឹងលោកសេនាប្រមុខលន់ណុលនៅពេលនោះលោកសេនាប្រមុខលន់ណុលកំពុងតែនិយាយលួងលោមបងប្អូនញាតិមិត្តរបស់គាត់ចាស់ដែលបានធ្វើដំណើរពីខេត្តព្រៃវែងមកជួបលាគាត់ស្លៀកសុទ្ធតែសម្ពុតចងក្បិនចាស់តាមទំនៀមទម្លាប់ខ្មែរបុរាណលោកសេនាប្រមុខលន់ណុលលួងលោមបងប្អូនទាំងនោះលួងហើយលួងទៀតដោយសន្យាថាលោកនឹងត្រឡប់មកកម្ពុជាវិញលោកបានទាំងទុកផុសតាងមានព្រះបដិមាករធ្វើអំពីមាសមួយយ៉ាងធំដែលលោកតែងតែស្រឡាញ់គោរពយ៉ាងខ្លាំងនៅក្នុងគេហដ្ឋានរបស់គាត់នៅតំបន់បឹងទំពុនរដ្ឋមន្ត្រីក្រសួងការពារប្រទេសឧត្តមសេនីយ៍ស័ក្តិសុទ្ធសខនកំពុងរវល់ដើរចុះឡើងពីការិយាល័យមួយទៅការិយាល័យមួយលោកស្លៀកឯកសណ្ឋានកាគីទាហានយ៉ាងតឹងដោយមានពាក់ផ្កាយ3ជាឧត្តមសេនីយ៍ឯកដែលលោកទើបបានទទួលប្រមាណថ្ងៃមុននេះនៅលើស្មាតាមពិតលោកឧត្តមសេនីយ៍ស័ក្តិសុទ្ធសខនជា
ជាអតីតសិស្សនីតិហ៊ានចំនួនទី1ដែលរៀនសូត្របានពូកែជាងគេទាំងអស់នៅក្នុងបណ្ឌិតសភាយោធាខេមរៈជាតិខ្ញុំតែងបានរក្សាមិត្តភាពយ៉ាងល្អជាមួយលោកស័ក្តិសុទ្ធសុខនពី3ខែមុននេះលោកបានដើរតួនាទីជាពិសេសជាទីប្រឹក្សាយោធារបស់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំចេញទៅបំពេញបេសកកម្មមួយនៅមជ្ឈមបូព៌ានៅពេលត្រឡប់មកកម្ពុជាវិញខ្ញុំក៏បានធ្វើសំណុំពរដំបូងសូមឲ្យឧត្តមសេនីយ៍ស័ក្តិសុទ្ធសុខនទទួលផ្កាយ3ជាឧត្តមសេនីយ៍ឯកព្រមទាំងឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡើងវិញដែលជាក្រសួងលោកធ្លាប់បានកាន់កាប់ពីមុនមកហើយតែនៅពេលដែលយើងហៀបនឹងបែកគ្នានេះខ្ញុំមានសេចក្តីឆ្ងល់ជាខ្លាំងដោយឃើញថាលោកស័ក្តិសុទ្ធសុខនគ្មានការរាក់ទាក់ជាមួយខ្ញុំសោះខ្ញុំឈរត្រេះត្រោសនៅក្បែរនោះមួយស្របក់លុះឃើញថាថ្នាក់ដឹកនាំហាក់ដូចជាមិនមានការចាំបាច់អ្វីជាមួយខ្ញុំក៏ឆ្លៀតចាប់ដៃលាមិត្តភ័ក្តិរបស់ខ្ញុំខ្លះរួចហើយខ្ញុំដើរសរសៀរចូលទៅក្នុងអគារមួយទៀតដើម្បីជួបជាមួយលោកលន់ណុនដែលជាប្អូនលោកសេនាប្រមុខលន់ណុលបង្កើតលោកលន់ណុលជាអ្នករវល់បំផុតក្នុងការចេញដំណើរនេះលោកជាអ្នកដែលគេតែងបន្ទោសថាជាអ្នកផ្ដាំរឿងមិនល្អស្ទើរតែទាំងអស់របស់របបសាធារណរដ្ឋខ្មែរពីអាទិត្យក្រោយមកលោកលន់ណុននឹងត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់កាត់យកក្បាលទៅដោតប្រកាសថាជាជនក្បត់ជាតិឧត្តមសេនីយ៍លន់ណុនដែលជាអតីតរដ្ឋមន្ត្រីមហាផ្ទៃទទួលខ្ញុំយ៉ាងគួរសមលោកកំពុងចងមុខមមម្នាក់ឯងពិនិត្យសម្បត្តិពី3ក្រោយតុកឈើមួយលុះលោកឃើញខ្ញុំដើរមកដល់ចិត្តលោកបែរជាមានភ្នែករលីងរលោងទៅវិញលោកលន់ណុនបានផ្ដាំហើយផ្ដាំទៀតសូមឲ្យខ្ញុំជួយមើលកិច្ចការលោកសេនាប្រមុខដែលជារៀមច្បងរបស់លោកឲ្យបានដិតដល់កុំធ្វេសប្រហែសសោះឡើយពីព្រោះលោកត្រូវការខ្ញុំណាស់ដោយលោកចាស់ផងដោយលោកពិការមួយចំហៀងខ្លួនផងនិងដោយលោកពុំមានការពិសោធន៍ក្នុងពិភពនិយាយភាសាអង់គ្លេសគឺពិភពអាស៊ាននិងសហរដ្ឋអាមេរិកនោះឡើយគាត់ជួនលោកប៉ាន់សុធីដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការអប់រំយូកាតាបខ្មៅមួយធំដើរចូលមកក្នុងការិយាល័យលោកជាមិត្តផ្ទាល់របស់ខ្ញុំដែលធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិកដូចគ្នាក្នុងទសវត្សរ៍ទី60រហូតដល់លោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតឥឡូវនេះលោកប៉ាន់សុធីជាអ្នកមានឥទ្ធិពលខ្លាំងម្នាក់នៅក្នុងបកសង្គមសាធារណរដ្ឋនៃលោកសេនាប្រមុខលន់ណុលលោកនិយាយមកកាន់ខ្ញុំជាភាសាអង់គ្លេសថាព្រះអើយហេតុអ្វីក៏អ្នកធ្វើឲ្យទៅជាមានការច្របូកច្របល់ដូចនេះប៉ុន្តែពួកអ្នកកាន់អំណាចថ្មីប្រហែលជាគេនឹងមិនធ្វើអ្វីដល់ឆាំងសុងឯងទេអ្នកខ្លះសុទ្ធតែធ្លាប់រៀនជាមួយខ្ញុំដែរខំតែធ្វើការឲ្យបានល្អទៅចាំខ្ញុំនិយាយជាមួយគេឲ្យសូមឲ្យសុងឯងធ្វើដំណើរដោយសុវត្ថិភាពចុះភ្លេងយោធាបន្លឺឡើងលេងបទចរយាត្រាខ្ញុំក៏លេចទៅឃើញលោកសេនាប្រមុខចេញដំណើរព្រួតតបទៅហើយលោកសម្រក់ទឹកភ្នែកយំនៅមុខសាធារណជនទាំងទាហានទាំងស៊ីវិលខ្ញុំនឹកថាប្រហែលជាលោកដឹងក្នុងខ្លួនលោកថាលោកនឹងមិនត្រឡប់មកកម្ពុជាវិញទៀតទេភរិយារបស់លោកនិងអ្នកជំនួយការគ្រួសារឯទៀតដើរតាមក្រោយខ្ញុំស្ទុះចេញពីការិយាល័យលោកឧត្តមសេនីយ៍លន់ណុនរត់តម្រង់ទៅទីលានតូចមួយនៅពេលនោះឧទ្ធម្ភាគចក្រខ្នាតធំបំផុតរបស់សហរដ្ឋអាមេរិកពីរពណ៌ដំរីទឹកបានចុះរងចាំជាស្រេចកង្ហាធំបក់ក្លបរវើយឥតឈប់លោកសេនាប្រមុខនិងសមាជិកគ្រួសារលោកទាំងអស់ដើរបង្ហោះពីពលទាហានរួចឡើងទៅក្នុងឧទ្ធម្ភាគចក្រទី1មើលពីចម្ងាយទៅគួរឲ្យមានការស្លុតចិត្តជាខ្លាំងដោយឃើញមានក្មេងស្រីតូចពាក់អាវសស្លៀកសំពត់ខៀវកាន់អីវ៉ាន់សំពីងសំពងនៅដៃម្ខាងទៀតកាន់ដៃបណ្ដាលគ្នាតាមក្រោយលោកស្រីលន់ណុលខ្លះទៀតជូតទឹកភ្នែកម្ដងនិងដៃទទេដើរទៅមុខផងងាកមើលក្រោយផងខ្ញុំនិងលោកនាយករដ្ឋមន្ត្រីឡុងបូរ៉េតភរិយានិងកូនស្រីតូចរបស់លោកឡុងបូរ៉េតរដ្ឋមន្ត្រីជីវសៀងលៀនក្រសួងឧស្សាហកម្មរដ្ឋមន្ត្រីឧត្តមសេនីយ៍ឯកព្រៀងក្រសួងមហាផ្ទៃវិជ្ជបណ្ឌិតកងកេងព្រមទាំងអ្នកជំនួយការឯទៀតប្រវេប្រវាឡើងទៅក្នុងឧទ្ធម្ភាគចក្រទី2នាយទាហានលីឡំនិងមន្ត្រីរដ្ឋជាន់ខ្ពស់ទាំងអស់ចំនួន50នាក់ឈរតម្រៀបគ្នាបក់ដៃលាលោកសេនាប្រមុខថែមទៀតរំពេចនោះរកែតពីគ្រាប់ទៀតធ្លាក់នៅចម្ងាយ100ម៉ែត្រពីឧទ្ធម្ភាគចក្រលោកសេនាប្រមុខបោះពួយត្រង់ទៅលើចំនួន10ម៉ែត្រផ្អៀងខ្លួនត្រឡប់ចូលក្នុងគុម្ពឈើមើលលែងឃើញមុននឹងឧទ្ធម្ភាគចក្រខ្ញុំបិទលោកឧត្តមសេនីយ៍អំរងជាអ្នកនាំពាក្យកងយោធាខេមរៈជាតិដែលខ្ញុំធ្លាប់ធ្វើការក្រោមបទបញ្ជារបស់លោកអស់2ឆ្នាំ
រត់មកដល់ឈូងដៃចាប់ដៃលាខ្ញុំដោយនិយាយផ្ដាំថាសូមឯងកុំភ្លេចកត់អ្វីទុកទាំងអស់រួចហើយលោកអំរងនិយាយបន្ថែមជាភាសាបារាំងថានេះជាការរត់ចោលគ្នាក្នុងប្រវត្តិសាស្ត្រមួយខ្ញុំចាប់ដៃលោកឧត្តមសេនីយ៍អំរងច្របាច់មួយទំហឹងមិត្តភាពគាត់មានទឹកភ្នែករលីងរលោងទៅហើយលោកអំរងជានីតិហ៊ានបញ្ញវន្តដែលបានបង្ហាត់បង្រៀនខ្ញុំក្នុងកិច្ចការឃោសនាការយោធាដំបូងលោកបានផ្ចង់ផ្ដើមទទួលខុសត្រូវលើរូបខ្ញុំឲ្យខ្ញុំធ្វើការជូនកងខេមរៈជាតិព្រមទាំងបើកឱកាសយ៉ាងកម្រមួយឲ្យខ្ញុំរៀនសូត្របន្ថែមទៀតដោយខ្លួនខ្ញុំនៅវិជ្ជាជីវៈសារព័ត៌មាននិងការផ្សាយរហូតដល់រូបខ្ញុំត្រូវបានរដ្ឋអំណាចកម្ពុជាសាធារណរដ្ឋជ្រើសរើសប្រគល់កិច្ចការឃោសនាការជាតិទាំងមូលឲ្យដឹកនាំលើសពីឋានរស័ក្តិលោកអំរងខ្លួនឯងទៅទៀតគេប្រញាប់រុញទ្វារឧទ្ធម្ភិកចក្របិទខ្ញុំលែងដៃលោកអំរងគ្រាប់រកែតធ្លាក់សូរខ្លាំងនៅក្បែរនោះមួយគ្រាប់ទៀតឧទ្ធម្ភិកចក្រខ្ញុំស្ទុះឡើងលើត្រង់ចំនួន3ម៉ែត្ររួចហោះស្ទុះរអិលទៅមុខយ៉ាងលឿនកប់ខ្លួនក្រោមស្លឹកឈើសំដៅទៅទីចំណតអាកាសយានដ្ឋានពោធិ៍ចិនតុងថ្ងៃអង្គារទី1ខែមេសាឆ្នាំ1975ម៉ោង11ថ្ងៃត្រង់ឧទ្ធម្ភិកចក្រ2ហោះរុលត្បុលទៅមុខកម្ពុជាចុងដើមឈើដឹកលោកសេនាប្រមុខលន់នល់គ្រូសានិងមន្ត្រីជាន់ខ្ពស់ខ្លះនៃសាធារណរដ្ឋខ្មែរទាំងអស់ចំនួន22នាក់គេប្រញាប់រុញទ្វារឧទ្ធម្ភិកចក្របិទខ្ញុំលែងដៃលោកអំរងគ្រាប់រកែតធ្លាក់សូរក្តាំងនៅក្បែរនោះមួយគ្រាប់ទៀតឧទ្ធម្ភិកចក្រខ្ញុំស្ទុះឡើងលើត្រង់ចំនួន3ម៉ែត្ររួចហោះស្ទុះរអិលទៅមុខយ៉ាងលឿនកប់ខ្លួនក្រោមស្លឹកឈើសំដៅទៅទីចំណតអាកាសយានដ្ឋានពោធិ៍ចិនតុងថ្ងៃអង្គារទី1ខែមេសាឆ្នាំ1975ម៉ោង11ថ្ងៃត្រង់ឧទ្ធម្ភិកចក្រ2ហោះរុកត្បុលទៅមុខកម្ពុជាចុងដើមឈើដឹកលោកសេនាប្រមុខលន់នល់គ្រួសារនិងមន្ត្រីជាន់ខ្ពស់ខ្លះនៃសាធារណរដ្ឋខ្មែរទាំងអស់ចំនួន22នាក់ស្ងាត់ចេញពីវិមានចំការមនឧទ្ធម្ភិកចក្រទាំងពីរមិនទាន់បានចុះយកលំនឹងនៅលើដីទីលានអាកាសចរពោធិ៍ចិនតុងនៅឡើយផងស្រាប់តែរកែតមួយគ្រាប់ទៀតហើរសូរវឹតនៅលើក្បាលរួចធ្លាក់ផ្ទុះនៅក្បែរទីចំណតអាកាសយានធ្វើឲ្យរបើកធូលីហុយទ្រលំបែកធាតុអាកាសដោយសំឡេងមុតស្រួចស្រាវប៉ុន្តែសំឡេងដ៏មុតស្រួចដោយសំឡេងស្រែកជំទាលរបស់ស្រីយក្ខនីនោះឥតបានធ្វើឲ្យមនុស្សនៅក្នុងឧទ្ធម្ភិកចក្រភ្ញាក់ផ្អើលឡើយចាប់ពីថ្ងៃនេះទៅលោកសេនាប្រមុខលន់នល់ដែលគេបានស្គាល់ថាជាមនុស្សខ្លាំងនៅកម្ពុជាហ៊ានប្រកាសបាត់យុទ្ធនាការដេញវៀតណាមចេញពីកម្ពុជាដើម្បីរក្សាបូរណទឹកដីឯករាជ្យអព្យាក្រឹតនិងរដ្ឋធម្មនុញ្ញកម្ពុជាព្រមទាំងហ៊ានរំលាយរបបរាជានិយមបង្កើតរបបសាធារណរដ្ឋខ្មែរថ្មីលោកឈប់ធ្វើជាប្រមុខរដ្ឋទទួលខុសត្រូវកិច្ចការកម្ពុជាទៀតហើយរហូតលោកត្រូវស្លាប់ចោលឆ្អឹងនៅបរទេសចំនួន10ឆ្នាំក្រោយមកដោយឥតបានត្រឡប់មកកាន់ទឹកដីកម្ពុជាមួយម្ដងណាឡើយយន្តការី2នាក់លោតចុះលូកដៃបាក់ទ្វារចំហធ្វើសញ្ញាយ៉ាងគួរសមសុំឲ្យយើងចុះឲ្យបានរហ័សបន្តិចហើយចង្អុលតម្រង់ទៅយន្តហោះ Boeing 107 ធុនកណ្ដាលដែលចតចិត្តនោះចំនួន100ម៉ែត្រពីទីឧទ្ធម្ភិកចក្រចុះចតមានពណ៌សរៀងស្រួចសន្លឹមចាំងថ្ងៃផ្លេកសម្រាប់ចាំជាស្រេចនៅលើថ្នល់ហោះដាច់ឆ្ងាយពីយន្តហោះឯទៀតទោះបីដឹងថាមានគ្រោះថ្នាក់នៅជុំវិញខ្លួនក៏ដោយក៏យើងម្នាក់នាំគ្នាដើរតម្រង់ទៅឡើងយន្តហោះ Boeing ធំដោយលបឿនអេរិយាបថធម្មតាសម្ដីលោកឧត្តមសេនីយ៍អំរងដែលបានរត់មកចាប់ដៃខ្ញុំផ្ដាំផ្ញើនៅមុខវិមានចំការមនមុនឧទ្ធម្ភិកចក្រហោះចេញ15នាទីមុនចេះតែបន្លឺឡើងនៅក្នុងត្រចៀករបស់ខ្ញុំនេះគឺជាការរត់ចោលគ្នាឯងក្នុងប្រវត្តិសាស្ត្រមួយខ្ញុំស្រូបយកគំនិតនេះឥតទាន់បាននៅឡើយទេខ្ញុំនឹកថាលោកឧត្តមសេនីយ៍អំរងជានាយទាហានបញ្ញវន្តមានសញ្ញាបត្របរិញ្ញាបត្រច្បាប់បារាំងមួយរូបមានការស្មោះត្រង់បានធ្វើសហការយ៉ាងជិតដិតណាស់ជាមួយលោកសេនាប្រមុខលន់នល់អស់ពេលជាច្រើនឆ្នាំមុនរូបខ្ញុំបានជួបបានស្គាល់លោកសេនាប្រមុខគឺតាំងពីពេលលោកអំរងនៅដឹកនាំផលិតខ្សែភាពយន្តផ្នែកយោធាសម័យសង្គមមកម្លេះខ្ញុំនឹកក្នុងចិត្តថាលោកមិនគួរហ៊ាន
ចោតបេសកកម្មទៅក្រៅប្រទេសរបស់លោកសេនាប្រមុខថាជាការរត់ចោលគ្នាឬការរត់ចោលស្រុកនៅពេលមានលំបាកឡើយឬមួយលោកអាំរងមានការច្រណែនដោយលោកមិនបានចេញទៅជាមួយលោកសេនាប្រមុខលន់នល់ឬមួយលោកបានដឹកអំពីផែនការអ្វីមួយផ្សេងទៀតតែទោះជាយ៉ាងណាផែនការរដ្ឋប្រហារដកលោកសេនាប្រមុខលន់នល់ចេញពីតំណែងប្រធានាធិបតីខែមេសាឆ្នាំ1975ជាផែនការកំពូលសម្ងាត់ណាស់ក្រៅពីអ្នកដែលបានដឹងហើយនោះមិនអាចមានជនណាមួយណាទៀតផ្សេងទៀតបានដឹងឡើយសូម្បីតែអ្នករៀបចំរដ្ឋប្រហារខ្លួនឯងក៏មិនហ៊ានគិតក្នុងចិត្តថាមានរដ្ឋប្រហារដូចនេះផងតាមការគិតស្មានរបស់ខ្ញុំផ្ទាល់ខ្ញុំជឿថាឧត្តមសេនីយ៍អាំរងឥតបានដឹងអំពីគម្រោងការរដ្ឋប្រហារដែលកំពុងដំណើរការនេះសោះទេម្យ៉ាងទៀតប្រជាពលរដ្ឋគ្រប់រូបគេបានដឹងថាលោកសេនាប្រមុខលន់នល់ពីការខ្លួនមួយជំហៀងខ្លួនតាំងពីឆ្នាំ1971មកដែលតម្រូវឲ្យលោកធ្វើដំណើរទៅព្យាបាលខ្លួនដោយគ្រូពេទ្យរបស់លោកនៅរដ្ឋហាវ៉ៃដែលជាកោះរដ្ឋទី50របស់សហរដ្ឋអាមេរិកដោយមានកម្រិតពេលទៀងទាត់រៀងរាល់ឆ្នាំប៉ុន្តែដោយឧត្តមសេនីយ៍អាំរងឥតបានដឹងការអ្វីទាំងអស់នៅជុំវិញការចេញដំណើរនេះលោកនឹងប្រជារាស្ត្រខ្មែរមួយចំនួនធំទៀតក៏សន្និដ្ឋានដោយយោងទៅលើការជាក់ស្ដែងដែលលោកធ្លាប់បានជួបប្រទះហើយសន្មតក្នុងចិត្តថាសេនាប្រមុខលន់នល់រត់ចោលស្រុកឬរត់ចោលគ្នាឯងតែម្ដងទៅវាជាការធម្មតាទៅហើយដែលមតិសាធារណៈតែងចោទថាអ្នកដឹកនាំជាន់ខ្ពស់ខ្មែរនៅពេលមានវិបត្តិធំម្ដងនៅក្នុងស្រុកតែងរត់យករួចខ្លួនទៅក្រៅប្រទេសដោយថែមទាំងប្រកាសប្រាប់រាជថាទៅបំពេញបេសកកម្មឬទៅព្យាបាលជំងឺនៅបរទេសពាក្យដែលគេនិយមប្រើសម្រាប់ការរត់ចោលស្រុករបស់អ្នកដឹកនាំពាក្យកូដសម្ងាត់គឺពាក្យត្រត្រាត្រឹកត្រីជាសញ្ញាកំ pl ែងដែលមន្ត្រីខ្មែរខ្លះបានដកចេញពីពាក្យយាត្រាឥតត្រឡប់ប្រាប់គ្នាឯងឯទៀតឲ្យបានដឹងមុនព្រឹត្តិការណ៍ដែលគេតែងបិទបាំងខុសគ្នាត្រង់នៅពេលនេះលោកសេនាប្រមុខលន់នល់ឥតមានគ្រោងការប្រាថ្នាចង់ចេញទៅបរទេសសោះឡើយខុសគ្នាត្រង់មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់នល់ខ្លួនឯងបានសហការជាមួយមហាអំណាចបរទេសខ្លះដកលោកសេនាប្រមុខចេញពីតំណែងឲ្យបានខុសគ្នាគ្រប់គេមានផែនការចុងក្រោយខ្លះទៀតផងសម្រាប់ប្រើបើលោកសេនាប្រមុខមិនព្រមដើរចេញពីភ្នំពេញដើម្បីបើកឱកាសឲ្យគេរៀបចំរដ្ឋាភិបាលមួយថ្មីទៀតសម្រាប់សម្រួលជាមួយបច្ចាមិត្ត